បញ្ជាការឆ្លងមេរោគទ្វារមាសនៅរដូវភ្លៀងជាមួយកន្លឹះថែទាំអនាម័យទាំងនេះនៅក្នុងរដូវភ្លៀងនេះសុខភាពទ្វារមាសរបស់យើងងាយនឹងប្រឈមនឹងការប៉ះពាល់ជាច្រើនដោយសារតែកត្តាដូចជាបញ្ហាកន្ទួលរមាស់រលាកនិងការបង្ករោគលើផ្លូវទឹកនោមក្នុងករណីដែលទ្វារមាសនៅសើមរយៈពេលយូរនោះកម្រិត pH នៃទ្វារមាសក៏រងការរំខាននិងបណ្ដាលឲ្យមានការបង្ករោគលើទ្វារមាសមួយសម្អាតទ្វារមាសការលាងសម្អាតទ្វារមាសជាប្រចាំជាមួយនឹងទឹកអនាម័យដែលគ្មានជាតិកាត់និងទឹកក្តៅអ៊ុនៗជារឿងដែលចាំបាច់មួយវិញទៀតយើងមិនត្រូវប្រើសាប៊ូដុំឬលូកចូលជ្រៅទៅក្នុងទ្វារមាសឡើយពីព្រោះវាអាចរំខានដល់កម្រិត pH ធម្មជាតិនៃទ្វារមាសបាន 2. ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាសជាមួយគ្នានេះចូលជ្រើសរើសប្រភេទខោទ្រនាប់ដែលធ្វើពីកប្បាសនិងមានខ្យល់ចេញចូលបានល្អដើម្បីជៀសវាងបញ្ហាសំណើមច្រើនជ្រុលនិងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ 3. ថែទាំអនាម័យបានល្អអំឡុងពេលមករដូវការថែទាំអនាម័យមិនបានល្អអំឡុងពេលមករដូវអាចបង្កើនហានិភ័យនៃការឆ្លងមេរោគជាពិសេសអំឡុងពេលរដូវភ្លៀងនេះតែម្ដងផ្សេងៗយើងគួរផ្លាស់ប្ដូរសម្លៀកអនាម័យជារៀងរាល់4ទៅ5ម៉ោងម្ដងព្រមទាំងសម្អាតបរិវេណនោះឲ្យបានស្ងួតល្អនិងលាងសម្អាតដៃឲ្យបានញឹកញាប់ដើម្បីជៀសវាងការរាលដាលនៃបាក់តេរី 4. ផ្លាស់ប្ដូរសម្លៀកបំពាក់សើមភ្លាមៗទន្ទឹមនឹងនេះដែរការស្លៀកខោទ្រនាប់ឬសម្លៀកបំពាក់សើមយូរម៉ោងក៏អាចបង្កើនហានិភ័យនៃការឆ្លងមេរោគហើយនេះហើយប្រសិនបើយើងទៅទឹកខ្លួនឬបែកញើសយើងគួរផ្លាស់ប្ដូរសម្លៀកបំពាក់ភ្លាមៗដើម្បីបញ្ជៀសការឆ្លងមេរោគ 5. រក្សាជាតិទឹកក្នុងរាងកាយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់អាចជួយឲ្យសុខភាពទ្វារមាសទាំងមូលប្រសើរឡើង 6. ពង្រឹងប្រព័ន្ធភាពស៊ាំការញ៉ាំរបបអាហារសុខភាពធ្វើលំហាត់ប្រាណជាទៀងទាត់គ្រប់គ្រង stress និងគេឲ្យបានគ្រប់គ្រាន់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងប្រកបដោយប្រសិទ្ធភាពនិងអាចជួយប្រឆាំងនឹងការឆ្លងមេរោគថែមទៀតផងយ៉ាងណាមិញក្នុងករណីដែលយើងមានរោគសញ្ញាមិនប្រក្រតីយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ